ថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកពីរបៀបធ្វើអាហារពេលព្រឹកចំនួន6ប្រភេទដែលអ្នកអាចញ៉ាំបានដោយមិនចាំបាច់បារម្ភពីមាត់របស់អ្នកដំបូងឡើយប្រសិនបើកូនរបស់អ្នកធុញទ្រាន់នឹងនំប៉័ងសម្រាប់អាហារពេលព្រឹកអ្នកអាចសាកល្បងនំផេនខេកប៉េងប៉ោះនេះក្មេងចូលចិត្តញ៉ាំអាហារទន់និងមានរសជាតិឆ្ងាញ់និងមានជីវជាតិកាត់ប៉េងប៉ោះជាដុំយកបេះដូងចេញជាមួយប៉េងមួយចិញ្ច្រាំវារួចដាក់វាក្នុងចានសម្រាប់ប្រើពេលក្រោយបន្ថែមស៊ុប2គ្រាប់ខ្ទឹមបារាំង3តង្ហាន់អំបិល1ស្លាបព្រាបាយម្សៅ1ស្លាបព្រាបាយគួរឲ្យសព្វចាក់ចូលទៅក្នុងម្សៅរួចចៀនលើភ្លើងតិចរហូតដល់មានពណ៌ត្នោតមាសគ្រប់ជ្រុងបន្ទាប់មកអ្នកអាចញ៉ាំវាបានតាមខ្ញុំមកបង្រៀនអ្នកពីម្ហូបមួយមុខជារៀងរាល់ថ្ងៃទី2ខ្ញុំឡើងទម្ងន់35ផោនវាងាយស្រួលសម្រាប់ខ្ញុំក្នុងការធ្វើម្ហូបសាមញ្ញមួយសម្រាប់អ្នកឆ្អឹងមាន់បំពេញបន្ថែមអាហារល្អការ៉ុតបំពេញបន្ថែមវីតាមីនសណ្តែកដែលមានជីវជាតិស៊ុប2គ្រាប់សម្រាប់ប្រូតេអ៊ីនបន្ថែមម្រេចខ្មៅនិងអំបិលសមុទ្របន្ថែមខ្ទឹមបារាំង3តង្ហាន់គួរឲ្យសព្វចាក់ប្រេងបន្តិចចូលក្នុងគ្រឿងផ្សំរាលដាល់វាឲ្យរាបស្មើរួចចៀនយឺតលើភ្លើងតិចបង្វែរវាហើយបង្វែរវាម្ដងទៀតដាក់វាចូលក្នុងចានយ៉ាងលឿនខ្ញុំនឹងកាត់វាជាបំណែកតូចដោយមិនប្រើប្រេងនិងទឹកជ្រលក់ទេញ៉ាំវាសម្រាប់អាហារពេលព្រឹកវាឆ្ងាញ់និងមានសុខភាពល្អទី3ខ្ញុំបានរកឃើញវិធីថ្មីមួយដើម្បីញ៉ាំស៊ុបប្រូកូលីអ្នកណាខ្លះធ្លាប់ញ៉ាំស៊ុបស្ងោរអ្នកអាចសាកល្បងវិធីនេះបានស៊ុប2គ្រាប់បន្ថែមអំបិលបន្តិចនិងម្សៅទឹកបន្តិចកូរឲ្យសព្វដាក់ប្រូកូលីនិងការ៉ុតហាន់ជាចំណិតកូរថ្នម2 3ដងលាបប្រេងក្នុងចានចាក់ទឹកស៊ុបចូលបិទជិតដោយរុំផ្លាស្ទិកចំហុយរយៈពេល15នាទីកាត់ជាដុំតូចរួចដាក់ញ៉ាំវាសម្រាប់អាហារពេលព្រឹកវាមានរសជាតិឆ្ងាញ់និងមានជីវជាតិទី4បដូរឆ្នាំងរួចបាញ់ប្រេងស្ដើងមួយស្រទាប់ដាក់លុងចូលរួចឆារយៈពេល1នាទីដាក់ការ៉ុតនិងដំឡូងបារាំងហាន់ចូលរួចឆារយៈពេល1នាទីដាក់ម្ទេសបៃតងចូលរួចបន្តឆារហូតដល់ទន់បន្ថែមទឹកស៊ីអ៊ីវអំបិលនិងទឹកមាន់ចូលតាមចំណូលចិត្តបន្តឆារួចទុកមួយឡែកកូរឲ្យសព្វជាមួយស៊ុប2គ្រាប់ចាក់ទឹកស៊ុបចូលក្នុងបាតឆ្នាំងចៀនរហូតដល់ឆ្អិនបន្តិចរួចប្រោះគ្រាប់ឡងបន្ទាប់ពីវារឹងទាំងស្រុងហើយសូមរមៀលដំឡូងបារាំងហាន់ជាចំណិតបិទជិតដោយរុំផ្លាស្ទិកទី5អាហារសំខាន់ដ៏ល្អបំផុតនៅសម័យកាលនេះគឺនំស៊ុបអូតមីល1ស្លាបព្រាបាយអូតមីល2ស្លាបព្រាបាយទឹកពុះ1ស្លាបព្រាបាយទឹកពុះ2ស្លាបព្រាបាយកូរឲ្យសព្វទឹកត្រជាក់1ស្លាបព្រាបាយកូរឲ្យសព្វស៊ុប1ស៊ុប2គ្រាប់អំបិល1ស្លាបព្រាបាយឡងខ្មៅ1ស្លាបព្រាបាយកូរឲ្យសព្វចៀនរហូតដល់ម្ខាងឆ្អិនវាងាយស្រួលក្នុងការចម្អិនវាឆ្ងាញ់និងមានជីវជាតិទី6ខ្ទឹមបារាំង1និងស៊ុប2វាឆ្ងាញ់ហើយស៊ីគ្នាជាមួយបាយហាន់ខ្ទឹមបារាំងហើយកាត់វាម្ដងទៀតយកចិញ្ចៀនចេញហើយទុកមួយឡែកហាន់អ្វីដែលនៅសល់រួចដាក់ក្នុងចានមួយចាក់ខ្ទឹមបារាំង3តង្ហាន់បន្តិចនិងអំបិលចូលកូរឲ្យសព្វដាំឆ្នាំងឲ្យក្តៅរួចលាបប្រេងដាក់ចិញ្ចៀនចូលរួចដួសទឹកស៊ុបចូលប្រោះជាមួយឡងខ្មៅរួចចៀនរហូតដល់មានពណ៌មាសទាំងសងខាងមានកាឡូរីទាបនិងឆ្ងាញ់មិនឡើងទម្ងន់